ពេលដែលអ្នកបញ្ជាទិញទំនិញតាមអ៊ីនធឺណិតផ្ញើសារឬមើលប្រព័ន្ធផ្សព្វផ្សាយសង្គមនានាតើអ្នកមានចាប់អារម្មណ៍ទេថាមានអ្វីកំពុងកើតឡើងនៅពីក្រោយដែលនាំឲ្យប្រព័ន្ធទាំងនោះអាចដំណើរការបានអ្វីដែលកំពុងកើតឡើងហើយកំពុងធ្វើការយ៉ាងសកម្មនៅពីក្រោយនោះគឺ API ឬ Application Programming Interface តោះមកស្គាល់ពី API ទាំងអស់គ្នា API អាចនិយាយបានថាជាអ្នកនាំសារដែលអនុញ្ញាតឲ្យកំហុសនៃ software ពីរដាច់ដោយឡែកពីគ្នាអាចទាក់ទងគ្នាទៅវិញទៅមកបាន process នៅ web API ឬស្គាល់ថាជា REST API ត្រូវអនុវត្តតាមជំហានទាំង4នេះ 1. request client request ទៅកាន់ endpoint ជាក់លាក់មួយហើយ request នេះត្រូវផ្ញើទៅតាមអ៊ីនធឺណិតដោយប្រើ standard protocol ឬ HTTP រួមមាន URL ជា endpoint ដែលកំណត់ resource ដែល client ចង់ interact ជាមួយ method គឺជា HTTP ដែលបញ្ជាក់ពីសកម្មភាពឧទាហរណ៍ get សម្រាប់ទាញយកទិន្នន័យ post សម្រាប់បង្កើតទិន្នន័យថ្មី delete សម្រាប់លុបទិន្នន័យ header គឺជាព័ត៌មានអំពី request ខ្លួនវាដូចជាការផ្ទៀងផ្ទាត់ authentication ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ client និង body គឺជាទិន្នន័យដែលត្រូវផ្ញើទៅកាន់ server 2. processing API ទទួល request វាអនុវត្តជំហានសំខាន់មួយចំនួនដូចជា authentication and validation ដំបូង API ពិនិត្យមើល API key ឬ token ដែលផ្ទៀងផ្ទាត់ credential របស់ client ដើម្បីធានាពួកគេមាន permission ត្រឹមត្រូវ internal call បន្ទាប់មក server ចាប់ផ្ដើម execute business logic ដែលអាចពាក់ព័ន្ធនឹង query database running complete calculation ឬ communicate ជាមួយ internal system ផ្សេងទៀត 3. response នៅពេលដែល server បានដំណើរការ request នោះវាបង្កើត response ដើម្បីផ្ញើទៅកាន់ client វិញ status code គឺជាកូដ HTTP 3ខ្ទង់ដែលបង្ហាញពីលទ្ធផលឧទាហរណ៍200បញ្ជាក់ថាជោគជ័យ404រកមិនឃើញ resource និង401 unauthorized body គឺជាខ្លឹមសារសំខាន់ឬជាទិន្នន័យដែលបានស្នើសុំក្នុងទម្រង់ជា JSON ឬ XML 4. client action client ទទួលយក response វាអាន status code ដើម្បីកំណត់ request នោះជោគជ័យឬអត់បន្ទាប់មកបង្ហាញទិន្នន័យនៅក្នុង body ទៅកាន់ user បាននិយាយស្រួលយល់យើងនិយាយអំពីភោជនីយដ្ឋានមួយចោះដែលយើងជាភ្ញៀវឬបានដូចជា client ហើយយើងចង់កំងម្ហូបអាហារការកំងនោះឬបានដូចជា request ហើយអ្នកទទួលការកំងពីយើងនោះជា API ដែលមានតួនាទីទទួលការកំងរបស់យើងហើយទៅប្រាប់ចុងភៅនិងនាំមកវិញនៅអាហារដែលចុងភៅធ្វើហើយចុងភៅប្រៀបបានដូចជា server ប៉ុន្តែសម្រាប់ developer ការបង្កើតនិងតេស្ត API តែងតែជួបផលលំបាកធ្វើសម្រាប់តេស្ត API ដែលមានសពថ្ងៃភាគច្រើនមាន UI ស្មុគស្មាញមាន function ច្រើនដែលមិនចាំបាច់ដែលធ្វើឲ្យការតេស្ត API មានភាពយឺតយ៉ាវដោយមើលឃើញពីបញ្ហាទាំងនេះហើយទើបពួកយើងបង្កើត REST Lab ជា platform សម្រាប់ធ្វើការតេស្ត API ចំនួនថ្មីដែលបង្កើតឡើងដើម្បីឲ្យ developer កាន់តែមានភាពងាយស្រួលជាមួយ REST Lab ការធ្វើតេស្ត API កាន់តែលឿននិងមានប្រសិទ្ធភាព